ព្រីងទុំទៀតហើយជាពិសេសអំឡុងពេលនេះគឺថាមេឃភ្លៀងប្រហែលថ្ងៃជាប់គ្នាហ្មងធ្វើឲ្យផ្លែព្រីងឆាប់ទុំហើយវាក៏រីកថ្លល្អដែរចារីកព្រីងនេះជាដើមគឺថាឡើងខ្មៅប៉កហើយឡើងធំហើយផ្អែមហ្មងបងប្អូនហើយកន្លែងអង្គុយញ៉ាំនេះគឺកន្លែងថ្មីមួយទៀតផ្សេងទេចាហើយគឺថាញ៉ាំក្រោមដើមតែម្ដងទីពីថាជាតិអីជាតិយ៉ាងនេះអ្នកដែលចូលចិត្តព្រីងទៅយល់អារម្មណ៍មួយនេះនាងខ្ញុំវិញគឺថាឲ្យតែខែព្រីងបងប្អូនអើយគឺចូលចិត្តដាក់បេះព្រីងញ៉ាំណាចាហើយដូចឆ្នាំនេះជាដើមគឺថាឃ្លានព្រីងយកមកហើយកន្លែងដែលនាងខ្ញុំមកបេះដំបងនេះគឺនៅក្នុងភូមិទេបងប្អូនចាកន្លែងដីស្រែរបស់ម៉ែនិងប៉ាចាហើយមានតែមួយមេឃដែលធ្លាក់មកទេដែលទុំហើយបេះបានប្រហែលជា 4-5 ចង្កោមដើម្បីញ៉ាំបងប្អូនហើយដើមព្រីងហ្នឹងគឺថាផ្លែធំណាស់បងប្អូនអើយឆ្នាំនេះហ่าមួយថ្ងៃហ្នឹងមេឃវាភ្លៀងមកផងហើយបើអញ្ចឹងធ្វើឲ្យព្រីងហ្នឹងគឺថារីកធំល្អហ្មងចាបើទុំវិញទុំអត់តែប៉ុណ្ណឹងហើយដើមវាធំដែរតែទុំតែ1មេឃក្រោមអញ្ចឹងណាចាហើយរូបប្រមាណគ្រាប់ក៏ធំដែរចាហើយប្រមាណចង្កោមហ្នឹងគឺថាជាតិញ៉ាំតាមផ្លូវហ្មងហើយចំពោះវីដេអូនេះដែរបងប្អូនគឺអត់បានថតទេដល់ដើមបេះបណ្ដោយតែក៏ពិតវីដេអូជាក់ស្ដែងបងប្អូនគឺថាទៅធ្លាដល់ណានៃទៀតបន្ទាប់ពីបេះកន្លែងនឹងរួចចាហើយនេះគឺថាបេះបដាភ្លក់បដាអូយជាតិតែម្ដងនាងខ្ញុំវិញគឺចាំញ៉ាំទេមិនអ្នកបេះទេបងប្អូនគឺប្តីអ្នកបេះអញ្ចឹងណាចាទិសាបែបដល់ព្រីងឆ្នាំនេះវិញនិយាយពីថាផ្លែច្រើនសឹងគ្រប់កន្លែងទាំងអស់បងប្អូនឃើញតាមបណ្ដាញសង្គមដឹងហើយគឺថាផ្លែច្រើនផ្លែធំគ្រប់កន្លែងដោយសារម៉េចដោយសារឆ្នាំនេះគឺថាភ្លៀងតាំងពីដើមឆ្នាំកាលវឹកចូលឆ្នាំហ្នឹងផងពេលអញ្ចឹងទៅគឺផ្កាព្រីងវាអត់រួចអញ្ចឹងណាធ្វើឲ្យព្រីងនឹងវាតោងផ្កានឹងដើមបានល្អអញ្ចឹងទៅធ្វើឲ្យផ្លែហ្នឹងក៏មាំទៀតចាហើយប្រហែលថ្ងៃនេះគឺភ្លៀងច្រើនទៀតគឺព្រីងឆាប់ទុំហើយធំថ្លល្អហើយធ្វើឲ្យរសជាតិវាកាន់តែឆ្ងាញ់មកបងប្អូនចាដូចព្រីងពងបេះនេះជាដើមគឺថាមកកន្លែងហ្នឹងគឺថាបេះមកឆ្ងាញ់បណ្ដោយបងប្អូនចាហើយដីស្រែទីចកែនឹកឃើញកាលពីក្មេងមកបេះនឹងញ៉ាំរហូតនឹងជាពិសេសពេលវារុះអីហើយកាន់តពុលីតពុបេះបងប្អូនអើយណាមួយនៅក្នុងភូមិស្រួលអីចឹងចាហើយអានេះគឺថាសัตว์ស៊ីចឹងយើងញ៉ាំបានមួយចាហៀងយើងក៏ញ៉ាំបានមួយចាហៀងចឹងទៅចានេះដូចបង្ហាញបងប្អូនចឹងណាគឺថាច្បាស់ល្អមកបងប្អូនអើយផ្លែព្រីងនឹងថ្លោះហើយបងប្អូនភូមិស្រុកបងប្អូនផ្លែព្រីងមានច្រើនអត់បាទស្រុកនេះខ្ញុំនេះក៏សម្បូរដែរបងប្អូនគឺថាព្រីងច្រើនដើមហ្មងគ្រាន់ថាវាអត់ទាន់ទុំដើមខ្លះនៅក្នុងស្រែតាមភ្លឺស្រែអីហ្នឹងគឺវាអត់ទាន់ទុំច្រើនល្អទេចាដោយសារតែផ្លែក្រោយគេអញ្ចឹងណាចាហើយឃើញតាមខេត្តផ្សេងគឺផ្លែទុំច្រើនហើយដោយសារតែពេលបែរជាផ្លែមុនអញ្ចឹងណាចាំបងហើយនេះចាប់ផ្ដើមដើរឲ្យតែបានរមមើលទៀតហើយមិនដឹងរមមើលអីទេបងប្អូនគឺថតចិត្តថតពេលហ្នឹងដូចជាភ្លេចខ្លួនផងបងប្អូនមិនបានអស់ព្រីងទុំហើយវារីកធំហើយនេះទីតាំងថ្មីបងប្អូននៅគឺថាជីឡើងពី3ភូមិហ្មងហើយតាមកវៀងមកកន្លែងទៀតមករយឲ្យខាងកើតផ្ទះម្ដងចាឆ្លងផ្លូវជាតិហ្នឹងគឺថាមកមើលហើយគឺមានប្រមាណផ្លែច្រឡំប្រមាណផ្លែគឺថាធ្លាក់មេឃមកហ្នឹងបងប្អូនផ្លែតាមមកធ្លាក់មេឃហ្នឹងទេហើយនឹងខ្ញុំគឺបានតែអង្គុយញ៉ាំហ្នឹងឯងបងប្អូនហើយព្រីងនេះគឺព្រីងបាយវាសូធំហើយរសជាតិវាជូរផងចាត់ផងផ្អែមតិចផងចាតែពេលដាក់ទៅឆ្ងាញ់តែញ៉ាំយូរទៅក៏អត់សូវឆ្ងាញ់បានដែរបានតែញ៉ាំមកល្មមទៅឆ្ងាញ់ល្អអញ្ចឹងណាហើយនឹងខ្ញុំនេះគឺថាភ្លក់រសជាតិឲ្យបងប្អូនមើលហើយគឺថាមុខមើលមិនយល់តែម្ដងហើយនេះបងប្អូនគឺមេឃភ្លៀងទៅធ្វើឲ្យវារីកក្បាលវាហ្នឹងឃើញរីកអញ្ចឹងគឺបានន័យថាវាភ្លៀងហើយវារីកធំអស់មេឃខ្លាំងអញ្ចឹងណាបងប្អូនដោយសារតែវាជាព្រីងបាយទេហើយថតនេះគឺថាអូបងប្អូនអើយមើលទៅគឺថាឡងអែមសែមតែម្ដងតែវារៀងក្រហមច្រើនចាហើយរសជាតិគឺដូចនឹងខ្ញុំប្រាប់អញ្ចឹងវាអត់ឆ្ងាញ់មែនទេព្រោះវាជាព្រីងបាយចាជូរផ្អែមចត់អញ្ចឹងទៅអញ្ចឹងវាមាន3រសជាតិនៅក្នុងនឹងព្រីងបាយចាវាអត់ដូចព្រីងដោះកបីព្រីងដោះកបីគឺថាផ្អែមហើយពេលខ្លះវារៀងសាបអីខ្លះដែរអញ្ចឹងណាបងប្អូនចា
ហើយនេះនឹងខ្ញុំគឺបានត្រឹមថតទេមិនហ៊ានលួចបេះទេបងប្អូនផ្លែឆ្នាំក្រោយអត់ផ្លែទៀតអីចឹងណាឬក៏ចាស់តែនិយាយថាជូរព្រីងគេចឹងទៅបងប្អូនហើយនឹងខ្ញុំគឺថាអត់ហ៊ានញ៉ាំអាចច្រឡំអត់ហ៊ានបេះទេបានត្រឹមតែចាប់យកដាក់កប៉ៅឯហ្នឹងឯងបងប្អូនចាហើយក៏មានបានយកអំបិលឲ្យទៅញ៉ាំដែរដោយសារតែយើងអត់ចង់ញ៉ាំជាមួយអំបិលណាញ៉ាំទេឆ្ងាញ់ជាងដោយសារតែវាចិត្តប្រៃផងចឹងណាបងប្អូនចឹងកាត់បន្ថយចិត្តប្រៃដែរចឹងណាចាហើយនេះដីស្រែគេពងព្រោះមានដីស្រែខ្លួនឯងណាបងប្អូនបេះព្រីងគេទេហើយក៏ទៅផ្ទះវិញមានអីកង់ម៉ូតូបែកបណ្ដោយ